buffet ពេលល្ងាចធ្លាប់សាកហើយនៅឡើយតែ buffet ពេលផឹកឥឡូវនេះធ្វើការមកញ៉ាំម្ដងមើលនិយាយទៅគឺមានម្ហូបបែបអឺរ៉ុបក៏មានបែបខ្មែរយើងក៏មានហើយបើសួរថាឆ្ងាញ់អត់ទេមើលតែមាត់ខ្ញុំទៅគឺដឹងហើយគឺថាដាក់បានគ្រប់យ៉ាងតែម្ដងហើយចំពោះហាងដែលខ្ញុំមកនេះគឺទន្លេបាសាក់យើងនេះឯងក៏ប៉ុន្តែគឺដោយសារតែថ្ងៃហ្នឹងគឺមានកម្មវិធីតែចឹងទៅគឺប៉ាគាត់បាននាំខ្ញុំមកជាមួយហើយបើនិយាយពីម្ហូបដែលខ្ញុំញ៉ាំពេលផឹកភាគច្រើនហ្នឹងមានតែប្រភេទអាហារអឺរ៉ុបអញ្ចឹងឯងគឺ sandwich ជាមួយនឹង burger ឬក៏ប្រភេទ នុយឆាអីអញ្ចឹងនិយាយទៅគឺឆ្ងាញ់មែនតើហើយក៏ធ្វើការដួសចាប់យកតែម្ដងប៉ុន្តែក៏នៅចន្លោះម្ហូបខ្លះដែរសារមនុស្សចាប់ច្រើនពេកអញ្ចឹងខ្ជិលតម្រង់ជួរទៅញ៉ាំសិននេះបងនេះខ្ញុំមិនដឹងគេហៅអីទេតែខ្ញុំហៅនុយឆាហ្មងទៅព្រោះរសជាតិវាគឺស្រដៀងស្ប៉ាហ្គាទីមែនតើនាងជូរតិចអីអញ្ចឹងគឺ favorite ខ្ញុំហ្មងឲ្យតែរបស់ណាជូរឥឡូវនេះយើងក៏ធ្វើការមកភ្លក់ជាមួយនឹង mini burger របស់គេនេះឡើងខ្ជូតមែនតើហើយខ្ញុំភ្លេចមើលឈើកណ្ដាលបងប៊ីបាក់ថ្មខ្ញុំនេះអ្នកគ្នាពេលខំមួយម៉ាត់ហើយនឹងគឺថាចំឈើតែម្ដងប៉ុន្តែបើនិយាយពីរសជាតិគឺឆ្ងាញ់បន្ទាប់មកអាហារទី2របស់ខ្ញុំដែលភ្លក់ហ្នឹងគឺជាប្រភេទមីឆាទៅដល់ទីណាក៏មិនភ្លេចជាមួយមីឆាដែរខ្ញុំនេះហើយនិយាយទៅមីឆារបស់គេគឺមកល្មមរសជាតិអត់សូវជាដិតអីពេកគេហើយខ្ញុំញ៉ាំជាមួយនឹងភ្លៅមាន់មួយទៀតញ៉ាំបដាគិតបដាថាអូរសជាតិបែបមិនអញ្ចឹងប៉ុន្តែគឺថាខ្ញុំភ្លេចរសជាតិអស់ហើយបងព្រោះថានេះខ្ញុំទៅតាំងពីដើមខែ2026និយាយទៅគឺថាខ្ញុំប៉ុណ្ណឹងបងស្តុកទុកវីដេអូច្រើនមែនតើអត់បានកាត់អស់ទេហើយឥឡូវខ្ញុំក៏ធ្វើការមកភ្លក់ជាមួយនឹងគួងម្ដងនិយាយទៅគេមូសរៀងទូចសលូនមែនតើហ្មងបើខ្ញុំធ្វើញ៉ាំខ្លួនឯងវិញដាក់ឡើងធំនិយាយទៅខាំម្ដងគឺថាមាត់ឡើងប៉ោងតែម្ដងពីបានគេហៅថាអ្នកទៅញ៉ាំ buffet មែននិយាយទៅគឺថាញ៉ាំគ្រប់មុខតែម្ដងគ្រាន់តែស្ទើខ្លះព្រោះខ្ជិលចាំគេពេកពេលដែលយើងញ៉ាំគួងរួចរាល់ហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងប្រភេទកាទៀវកាត់ទៀតប៉ុន្តែអត់បានថតទេនេះឥឡូវនេះខ្ញុំក៏ធ្វើការមកញ៉ាំជាមួយអីគេ oyster នេះគេដាក់មីឆាមួយក្រុមមកទេនិយាយទៅគឺឆ្ងាញ់មែនតើអាហ្នឹងណាឆ្ងាញ់ហ៎បងប៉ុន្តែខ្ញុំខ្ជិលតែយកទៀតដល់ពេលចឹងទៅញ៉ាំបាត់តែមួយនឹងឯងញ៉ាំហើយនឹងខ្ញុំក៏ធ្វើការទៅញ៉ាំជាមួយនឹងផ្អែមនិយាយទៅផ្អែមនេះគឺខ្ញុំចូលចិត្តមែនតើមានទាំងផ្អែមបែបទឹកកកមានផ្អែមបែបអឺរ៉ុបអីចឹងមាននំមានអីចឹងគឺ favorite ខ្ញុំហើយបងទោះបីឆ្អែតក៏នៅតែដាក់ចូលដែរនេះមានប្រភេទប្រក្រង់ហើយជាមួយនឹងស្រាយគេឲ្យវែងនោះសូវស្គាល់ហ្មងទេចេះតែញ៉ាំនឹងឯងញ៉ាំផ្អែមនេះហើយខ្ញុំទុកម្ដុំសិនញ៉ាំជាមួយនឹងអានេះគេហៅអីគេទៅខ្ញុំភ្លេចហើយប៉ុន្តែរសជាតិគឺឆ្ងាញ់មែនតើខ្ញុំចូលចិត្តព្រោះគេធ្វើទូចចឹងឡើងខ្ជូតមែនតើហ្មងយើងញ៉ាំតមួយគឺល្មមឆ្អែតហើយខ្ញុំក៏ធ្វើការញ៉ាំជាមួយនឹងស៊ុបផងដែរទៅគឺចានឆ្នាំងគឺខ្ជូតទៅណាបងគេដាក់ស៊ុបមួយឆ្នាំងចឹងឲ្យយើងចាប់ហ្មងហើយបើនិយាយពីកម្ដៅវិញនៅហុយឲ្យយើងហ៎បងមួយឆ្នាំងនេះញ៉ាំ2នាក់ប៉ាខ្ញុំអត់ចង់អស់ទេហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយបាយនេះអ្នកគ្នាកុំភ្លេចតាមដានវីដេអូខ្ញុំតទៀតណា